បានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយដែលមានឈ្មោះថាឆាសាច់គោឡុកឡាក់ជាមួយនឹងបន្លែដើម្បីធ្វើម្ហូបនេះបានសូមរងចាំមើលរបៀបធ្វើទាំងអស់គ្នាបានមុនដំបូងគឺយើងហាន់សាច់គោរួចហើយយើងលាយគ្រឿងជាមួយនឹងរ៉ឺឌីហើយបន្ថែមជាមួយនឹងស្ករសហើយបន្តមកទៀតគឺយើងដាក់ជាមួយនឹងប៊ីចេងហើយជាចុងក្រោយគឺយើងដាក់ជាមួយនឹងម្រេចដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយនឹងបន្ថែមជាមួយនឹងប្រេងខ្យងបាទហើយបន្តមកទៀតគឺយើងចាប់ផ្ដើមលាយបញ្ចូលគ្នាឲ្យបានសព្វល្អបាទបន្តមកទៀតគឺយើងលាយសព្វល្អរួចហើយគឺយើងយកដាក់ទុកបាទហើយយើងមានបន្លែដូចជាសាឡាត់ត្រសក់ហើយនិងប៉េងប៉ោះហើយបន្តមកទៀតគឺយើងចិញ្ចាំខ្ទឹមហើយនិងស្លឹកខ្ទឹមហើយនិងម្ទេសបាទហើយបន្ទាប់មកគឺយើងចាប់ផ្ដើមរៀបចំបន្លែឲ្យបានស្អាតទៅលើចានមានដូចជាសាឡាត់ហើយនិងប៉េងប៉ោះហើយនិងត្រសក់បាទហើយបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់ខ្ទះហើយយើងដាក់ខ្លាញ់ឲ្យក្តៅសិនហើយបន្តមកយើងដាក់ខ្ទឹមចិញ្ច្រាំចូលហើយយើងចាប់ផ្ដើមឆាវាមកដើម្បីឲ្យខ្ទឹមនឹងមានពណ៌ក្រហមល្អបាទអញ្ចឹងបន្តមកទៀតគឺយើងទុកវាឲ្យក្រហមហើយបាទហើយបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់សាច់គោចូលដែលបានលាយគ្រឿងហើយស្អាតណាបាទបន្តមកយើងចាប់ផ្ដើមកូរវាឲ្យចូលជាតិគ្នាបាទយើងរងចាំបន្តិចដើម្បីឲ្យសាច់នេះបានឆ្អិនល្អអូខេអញ្ចឹងសាច់ឆ្អិនហើយបាទអញ្ចឹងយើងចាប់ផ្ដើមដួសដាក់ចូលនៅក្នុងបន្លែដែលយើងបានរៀបចំហើយរួចអញ្ចឹងគឺសម្រាប់មុខម្ហូបឡុកឡាក់សាច់គោនេះគឺមានតែប៉ុណ្ណឹងបាទអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗអំពីធ្វើម្ហូបបាទសូមអរគុណសូមជម្រាបលា